បាទសួស្តីប្រិយមិត្តទស្សនិកជនជាទីមេត្រីបាទនៅពេលនេះខ្ញុំបាទសូមបង្ហាញនៅទីតាំងក្នុងប្រលានយន្តហោះថ្មីបាទរបស់យើងរបស់ខ្មែរយើងគឺបង្ហាញនៅកន្លែងមួយដែលបងប្អូនមានធុរៈចាំបាច់បត់ដៃបត់ជើងបាទនេះបន្ទប់ទឹកបាទនេះជាបន្ទប់ទឹកបាទពេលដែលបងប្អូនដើរចូលមកហ្នឹងបងប្អូនត្រូវការរកបន្ទប់ទឹកបងប្អូនដើរចូលមកក្នុងពលានយន្តហោះកន្លែងផ្ញើម៉ូតូឬក៏រថយន្តបងប្អូនដើរមកខាងមុខទៀតបាទដើរមកខាងមុខទៀតមានដបូលរោងមួយជួរនោះបងប្អូនដើរចូលមកប្រហែលជា100ម៉ែត្រជាងនៅខាងស្ដាំដៃមានបន្ទប់ទឹកដែលបងប្អូនឃើញនៅរោងដែលហៅថារោងយ៉វេរ៉ង់ដាធំនេះបងប្អូនដល់កន្លែងហ្នឹងគឺនៅខាងស្ដាំដៃបាទនៅខាងស្ដាំដៃបងប្អូនកលេចទៅឃើញបន្ទប់ទឹកហើយបាទនេះជាបន្ទប់ទឹកបាទនេះជាបន្ទប់ទឹកបាទបន្ទប់ទឹកបងប្អូនចាំបាច់មករកបន្ទប់ទឹកគឺបងប្អូនមើលតាមវីដេអូដែលខ្ញុំបង្ហាញបងប្អូនទៅបងប្អូនឃើញហើយបាទនេះជាបន្ទប់ទឹកបាទមានបន្ទប់ទឹកស្រីឬក៏ប្រុសកុមារស្ត្រីពោះធំក៏មានទាំងអស់បាទហើយបងប្អូនដើរនៅទន្ទឹមនេះដែរហ្នឹងគឺមានបន្ទប់ទឹកនៅខាងនេះមួយចំហៀងទៀតបាទទល់មុខគ្នាហ្មងបាទសិតបន្ទប់ទឹកអញ្ចឹងបងប្អូនពេលដែលចូលមកប្រលានយន្តហោះចង់បត់ដៃបត់ជើងគឺបងប្អូនដើរចូលមកកន្លែងផ្ញើម៉ូតូកន្លែងផ្ញើរថយន្តហ្នឹងបងប្អូនដើរមកខាងមុខហើយមកមើលខាងនេះទៅគឺនៅខាងក្រោមហ្នឹងនៅទល់មុខហ្នឹងគឺមានបន្ទប់ទឹកបាទបន្ទប់ទឹកច្រើនណាស់ជាង10បន្ទប់បាទបើគិតទៅចូល8អានេះ4មកខាងនេះ4ទៀត8បាទហើយមាននៅកន្លែងផ្សេងទៀតមិនមែនមានតែប៉ុណ្្នឹងទេនៅក្នុងផលិតផលយើងនេះបាទបន្ទប់ទឹកអញ្ចឹងខ្ញុំសូមបង្ហាញព្រោះអាហ្នឹងក៏ជាករណីចាំបាច់សម្រាប់យើងបត់ដៃបត់ជើងបន្ធូរភាពតានតឹងនៅក្នុងអារម្មណ៍នៅក្នុងខ្លួនយើងដែរបាទនេះគឺជានៅក្នុងពលានយន្តហោះថ្មីបាទរបស់យើងបាទរបស់ខ្មែរយើងបាទជាសមិទ្ធផលដ៏អស្ចារ្យបាទហើយនេះជាបរិវេណនៅខាងក្រៅហើយតិចទៀតខ្ញុំដើរចូលទៅខាងក្នុងតើមានអីខ្លះនៅខាងក្នុងទៀតបាទខ្ញុំនឹងបង្ហាញវីដេអូជូនបងប្អូនសាធារណជនឲ្យបានជ្រាបឲ្យបានទស្សនាទាំងអស់គ្នាបាទសូមអរគុណបាទ